Hello សួស្តីអ្នកគ្នាជួបមកខ្ញុំម្ដងទៀតហើយថ្ងៃនេះខ្ញុំមិនបានប្រើអ្នកគ្នាពីម៉ូតឬអីទេតែខ្ញុំបានប្រើអ្នកគ្នាពីវិធីសាស្ត្រមួយទៀតប្រើជាមួយនឹងស្ពាបានហ្នឹងហើយអ្នកគ្នាច្បាស់ជាដឹងហើយថាស្ពាយើងអាចប្រើជាមួយនឹង Electra ប្រើជាមួយនឹង Sport Pro ស្ពាវាធ្វើឲ្យយើងវាយបានកាន់តែឆ្ងាយហើយអ្វីដែលប្រើជាមួយស្ពាពីច្រើនគេប្រើជាមួយស្ពាច្រើនគេនោះគឺ Mesh ព្រោះនៅពេលដែលស្ពាប្រើជាមួយនឹង Mesh ឥទ្ធិពលរបស់ Mesh ក៏កាន់តែខ្លាំងជាងមុនដែរហើយថ្ងៃនេះដែរខ្ញុំនឹងមកប្រាប់អ្នកគ្នាអំពីម៉ូតម្យ៉ាងនៅក្នុង Minecraft ដែលយើងអាចយកមកប្រើជាមួយនឹងស្ពាហើយធ្វើឲ្យស្ពាកាន់តែខ្លាំងឥឡូវតោះយើងចូលវីដេអូយើងទាំងអស់គ្នាហើយអ្វីដែលអ្នកគ្នាត្រូវមាននោះគឺដងសន្ទូចដែលភ្ជាប់ជាមួយនឹងក្រុមអ្នកគ្នាត្រូវត្រប់វាត្រប់ថ្មីឲ្យកលិចហ្នឹងហើយពេលត្រប់កលិចទៅឃើញវាធ្លាក់ដល់ក្រោមតែក៏ពិតវាធ្លាក់មែនតែមានដងសន្ទូច fake មួយនៅក្នុងជាប់ខ្លួនយើងហ្នឹងហើយពេលដែលយើងមានអាដងយើងតម្លាក់ដងស្ទួយចឹងហើយធ្វើវាកលិចចេញជាពីរចឹងទៅអាមួយនៅជាប់ដៃយើងហ្នឹងវាជារបស់ fake ទេហើយយើងកាន់វាហើយយើងដាក់ស្ពាយយើងចឹងទៅអត់ពេលដែលយើងចិត្តដល់ Iron Golem ហ្នឹងយើងដូរកាន់ដងស្ទួយពិតប្រាកដពេលដែលយើងដូរកាន់ដងស្ទួយពិតប្រាកដ Iron Golem គឺមួយដាច់តែម្ដងអូនឹងគេជាវិធីសាស្ត្រដែលយើងអាចប្រើស្ពាបានជាមួយអ្នកដែលលេងមួយយើងចឹងទៅហើយនៅពេលដែលយើងប្រើម្ដងវានឹងបាត់ហើយអាដងស្ទួយ fake វាបាត់ហើយចឹងយើងត្រូវរើសអាពិតប្រាកដហើយយើងបោះវាម្ដងទៀតអូខេនៅពេលដែលយើងបោះវាចឹងហើយនេះឃើញវាទៅមែនតែវានៅតែមានក្នុងខ្លួនយើងទៅហើយឥឡូវនេះយើងដាក់ Iron Golem ម្ដងទៀតយើងដាក់ Iron Golem មកហើយយើងបោះវាចោលទៅព្រោះកុំឲ្យចូលខ្លួនទេចូលខ្លួនវាបាត់ហើយព្រោះអាដងស្ទួយដែលយើងមានក្នុងខ្លួននេះក៏ជារបស់ fake ទេបោះវាចឹងមកនេះបោះវាចឹងហើយយើងឡើងជ្រូកហើយយើងដាក់ស្ពាយើងដាក់ស្ពាយើងឆ្អល់ចឹងមកហើយយើងកាន់អា fake ហ្នឹងមកពេលយើងកាន់អាដងស្ទួយ fake ហើយយើងឲ្យយើងចិត្ត Iron Golem គឺតែមួយតែប៉ុណ្ណោះគឺ Iron Golem តែមកយើងដឹងថា Iron Golem ជាម៉ូតមួយដែលឈាមច្រើនខ្លាំងមែនទេអញ្ចឹងយើងអាចធ្វើ Iron Golem អស់ឈាមបានយើងដឹងហើយថាវិធីសាស្ត្រនេះវា support មួយស្ពាខ្លាំងប៉ុណ្ណាហ្នឹងហើយអ្នកគ្នាអាចយកទៅហ្នឹងហើយខ្ញុំនេះក៏ជាវិធីសាស្ត្រមួយខ្ញុំបានប្រាប់អ្នកគ្នាទេហើយគ្នាយើងអាចជួបខ្ញុំនៅវីដេអូក្រោយនេះជួបខ្ញុំនៅទៀត See you វីដេអូក្រោយ Bye